សួស្តីបងប្អូនអរគ្នាថ្ងៃនេះមកបង្ហាញពីរបៀបបុកល្ហុងក្តាមស្រែស្ងោរសម្រាប់ម្ទេសគឺខ្ញុំប្រើម្ទេសពីរមុខម្ទេសក្រៀមហើយនិងម្ទេសស្រស់ហើយសម្រាប់ម្ទេសក្រៀមនឹងដែរគឺខ្ញុំអត់យកទៅលីងទេគ្រាន់តែយកវាទៅហាលថ្ងៃឲ្យវារាងស្រួយដើម្បីងាយស្រួលក្នុងការបុកហើយនឹងម្ទេសយើងបុកម្ទេសទាំងពីរមុខនឹងចូលហើយគឺយើងដាក់បន្លែសម្រាប់បន្លែគឺខ្ញុំប្រើតែ3មុខទេសណ្តែកគួរប៉េងប៉ោះហើយនិងត្រប់យើងបុកវាចូលគ្នាយើងបុកម្ទេសស្រស់ហើយនិងម្ទេសក្រៀមនឹងចូលគ្នាឲ្យវារាងបែកតិចទៅហើយបន្ទាប់មកយើងដាក់សណ្តែកគួរមុនគេដោយសារសណ្តែកគួរវារាងរឹងអញ្ចឹងយើងបុកច្បល់ជាមួយនឹងម្ទេសនឹងឲ្យរាងបែកតិចទៅបន្ទាប់មកយើងដាក់បន្លែប៉េងប៉ោះហើយនិងត្រប់ចូលបន្ទាប់មកក៏យើងដាក់ប៊ីចេងចូលហើយក៏យើងបុកវាតិចដើម្បីឲ្យវាចូលជាតិហើយយើងក៏ប្រើស្ករសម្រាប់ស្ករខ្ញុំប្រើតែស្ករក្រហមទេយើងដាក់ស្ករហើយក៏យើងច្របល់វាជាមួយគ្នាបន្ទាប់មកយើងដាក់ក្រូចឆ្មាហើយយើងអាចដាក់ទឹកប្រហុកចូលការបុកល្ហុងគឺងាយទេបងប្អូនសម្រាប់ហាងខ្ញុំគឺខ្ញុំបុកបែបងាយអានេះបុកល្ហុងបែបទឹកប្រហុកបន្ទាប់មកយើងដាក់ទឹកប្រហុកចូលហើយយើងកូរវាឲ្យចូលគ្រឿងគ្នាហើយយើងភ្លក់វាថារសជាតិល្មមអូខេនៅបើអូខេហើយក៏យើងដាក់ក្តាមស្រែចូលក្តាមស្រែនឹងដែរគឺយើងយកវាទៅស្ងោរដោយសារអ្នកខ្លះទៅក៏គាត់អត់ចូលចិត្តក្តាមប្រៃញ៉ាំអត់វានៅឆៅអីចឹងទៅអត់សូវហ៊ានញ៉ាំអីចឹងអញ្ចឹងយើងយកទៅស្ងោរក៏វាឆ្ងាញ់ម្យ៉ាងដែរវាសាច់វាផ្អែមហើយស្រួយហើយវាសុវត្ថិភាពបន្ទាប់មកយើងហាច់ក្តាមចូលហើយយើងក៏បុកវាឲ្យវាចូលជាតិជាមួយនឹងក្តាមទៅប្រហុករសជាតិវាហើយយើងដាក់ល្ហុងចូលបងអូនបន្ទាប់ពីយើងដាក់ល្ហុងចូលហើយយើងក៏បន្តបុកវាបន្តិចទៀតដើម្បីឲ្យវាល្ហុងនឹងវាទន់តែបងប្អូនពេលយើងដាក់ល្ហុងចូលហ្នឹងគឺយើងអត់អាចបុកវាខ្លាំងពេកទេវាគ្រាន់តែបុកឲ្យវាចូលជាតិតិចហើយក៏កុំបុកយូរដែរពេលដែលបុកយូរពេកល្ហុងវាចេញទឹកអញ្ចឹងវាធ្វើឲ្យអត់ឆ្ងាញ់ទេហេបងប្អូនបុកល្ហុងយើងមិនមែនមានតា3ឈុត30000ឈុត50000អីទេបងប្អូនយើងលក់ចាប់ពី10000ឡើងទៅហើយនឹងអានេះបុកល្ហុងនេះបុកល្ហុងក្តាមស្ងោរបងប្អូនអានេះតម្លៃវាគឺ15000អញ្ចឹងបុកល្ហុងយើងមានតម្លៃចាប់ពី10000ខ្មែររហូតដល់1ឈុត50000បងប្អូននេះអានេះបុកល្ហុងក្តាមស្ងោរបុកល្ហុងក្តាមស្ងោរនោះច្រើនណាបងប្អូនអើយនិយាយមែនហើយក្តាមខ្ញុំនិយាយមែនខ្ញុំយកថ្មីមកថតដែរនេះបងប្អូនក្តាមបុកដាក់ក្នុងនឹងហើយមានថែមនៅខាងក្រៅទៀត15000ទេបងប្អូននេះអូខេ